ណាជាបាសួស្តីបងប្អូនទាំងអស់គ្នាចានៅក្នុងវីដេអូនេះអ្នកគ្រូបន្តទៀតហើយតើតើនឹងផលបូកចំនួន1ខ្ទង់និង1ខ្ទង់ដោយអ្នកគ្រូលើកយកចំនួនក្របបាល់ដែលមានចំនួន4ណាបូកឲ្យចំនួន1ខ្ទង់យើងសូមកូនទាំងអស់គ្នាមើលមកលើក្តារខៀនទាំងអស់គ្នាអ្នកគ្រូមានផលបូកចាយើងចាប់ផ្ដើមនេះក្របបាល់អ្នកគ្រូឲ្យនេះគឺមានចំនួន4ចឹងអ្នកគ្រូបូកដែលអត់មានក្របបាល់ទេចាបូកទៅនៅតែស្មើ4ដដែរអញ្ចឹង4បូក0ស្មើ4ចាបន្តមកទៀតអ្នកគ្រូយក4ហ្នឹងបូកថែម1អញ្ចឹងកូនបានដឹងហើយថាក្របបាល់យើងមាន4កូនបូកថែមមកបន្ទាប់ពី4ហើយប៉ុន្មានគាត់ចាគឺ5នោះកូននឹងទទួលបានចំនួន5ចា4បូក1ស្មើនឹង5ចាបន្ទាប់ទៀតនេះក្របបាល់មាន4ប៉ុន្តែអ្នកគ្រូបូកចំនួន2យកបន្ទាប់ពី4ហើយកូនរាប់បញ្ចូលមកគាត់4ហើយ5 6នោះកូននឹងទទួលបានក្របបាល់ចំនួន6ចានេះ4បូក2ស្មើនឹង6ចាខាងក្រោមទៀតនេះក្របបាល់4អ្នកគ្រូបូកថែម3តារាប់បញ្ចូលជាមួយអ្នកគ្រូក្របបាល់4 5 6 7នោះកូននឹងទទួលបានក្របបាល់ចំនួន7ចា4បូក3ស្មើនឹង7ចាបន្ទាប់ទៀតនេះក្របបាល់ចំនួនម៉ានកូនចាល្អកូនគឺក្របបាល់ចំនួន4គឺកូនទាំងអស់គ្នាបូកថែម4ទៀតហើយយើងកូនរាប់បញ្ចូលមក4ហើយ5 6 7 5 8ចានោះកូននឹងទទួលបានក្របបាល់ចំនួន8ខាងក្រោមនេះ4បូក4ស្មើនឹង8ចាទីឯផ្នែកខាងក្រោមទៀតចាក្របបាល់4បូកនឹង5តារាប់បញ្ចូលមួយអ្នកគ្រូ4ហើយ5 6 7 8 5 9ចានេះក្របបាល់ចំនួន9ដែលចំនួន4បូក5ស្មើនឹង9ចាបន្ទាប់ពីកូនបានចូលរួមមើលអ្នកគ្រូបង្ហាញការបូកចំនួនហើយអញ្ចឹងអ្នកគ្រូមានលំហាត់សម្រាប់កូនលំហាត់ទី1នេះចុះគូសបាល់តាំងផលបូករួចសសេចាអញ្ចឹងអ្នកគ្រូមានក្របបាល់ចំនួន4អ្នកគ្រូបូកថែមអត់មានក្របបាល់ទេអញ្ចឹងនៅតែស្មើ4កូនគូសក្របបាល់ចំនួន4នៅក្នុងប្រអប់នេះកូនសរសេរក្របបាល់4កូនសរសេរ4ទីឯបូក0កូនបូកថែម0 4បូក0ស្មើនឹង4ចាផ្នែកខាងក្រោមកូនធ្វើដោយខ្លួនឯងចាអ្នកគ្រូបញ្យល់បន្ទាប់ចូលធ្វើប្រមាណវិធីចា4បូក0ស្មើ4ចាល្អនេះអ្នកគ្រូធ្វើជាគំរូទីឯបន្តទៀតកូនធ្វើដោយខ្លួនឯងចាបន្តទៀតចូលធ្វើប្រមាណវិធីបូកចានេះ4បូក0ស្មើប៉ុន្មានកូនចាស្មើនឹង4ចារីឯបន្ទាប់កូនទុកធ្វើខ្លួនឯងណាចាចុងក្រោយចាចូលគូសគ្រីសក្នុងប្រអប់ដែលជាចម្លើយត្រឹមត្រូវអញ្ចឹងនៅក្នុងប្រអប់នេះគឺមានតែមួយគត់ដែលផកបូកទៅឃើញចម្លើយដែលត្រឹមត្រូវដូចអ្នកគ្រូចាប់ផ្ដើមនេះ4បូក2ស្មើប៉ុន្មានកូនចាស្មើ8ត្រូវអត់ត្រូវទេការពិត4បូក2ស្មើនឹង6ទេចារីឯបន្ទាប់ទៀតនេះ4បូក7ស្មើ7ត្រូវអត់កូនចាក៏អត់ត្រូវដែរ4បូក7គឺស្មើ11បានពិតជាត្រឹមត្រូវអញ្ចឹងមួយនេះគឺអត់ត្រឹមត្រូវទេបន្ទាប់ទៀត4បូក4ស្មើ6ត្រូវអត់កូនអត់ត្រូវទៀតដែរកាប់ពិត4បូក4ស្មើនឹង8ទេអញ្ចឹងអានេះគឺអត់ត្រឹមត្រូវទេទីឯបន្ទាប់ទៀត4បូក2ស្មើ6ត្រូវអត់កូនចាត្រូវអញ្ចឹងកូនទាំងអស់គ្នាមាន4នេះបូកថែម6ឥតសំទោសបូកថែម2កូនលើកមាន2មកបន្ទាប់ពី4ហើយ5 6ចាអញ្ចឹងកូននេះគឺជាចម្លើយត្រឹមត្រូវទីឯបន្តទៀតនេះសូមកូនទាំងអស់គ្នាចូលរួមធ្វើអញ្ចឹងលំហាត់ទាំង4នេះសូមកូនទាំងអស់គ្នាចូលរួមហាត់ធ្វើទាំងអស់គ្នាបន្ទាប់ពីកូនបានធ្វើរួចកុំភ្លេចយកទៅឲ្យប៉ាម៉ាក់របស់កូនជួយពិនិត្យមើលថាតើកិច្ចការរបស់កូនពិតជាបានស្អាតនិងត្រឹមត្រូវដែរទេចាសូមអរគុណ